មួយឆ្នាំកម្ពុជាបិទកាស៊ីណូ91កន្លែងនិងបង្ក្រាបបទល្មើសអនឡាញ scam បានជាង250ករណីនៅទូទាំងប្រទេសនៅក្នុងយុទ្ធនាការក្តៅគគុកចាប់ពីខែកក្កដា2025ដល់ពាក់កណ្ដាលខែមេសា2026នេះអាជ្ញាធរកម្ពុជាសម្រេចបានសមិទ្ធផលធំនៅក្នុងការបោសសម្អាតបទល្មើសបច្ចេកវិទ្យាអនឡាញ scam ក្នុងប្រតិបត្តិការរបស់អាជ្ញាធរកម្ពុជាជិត1ឆ្នាំមកនេះបានបិទទីតាំងកាស៊ីណូដែលពាក់ព័ន្ធនឹងសកម្មភាពខុសច្បាប់ចំនួន91កន្លែងនិងបង្ក្រាបករណីឆបោកតាមប្រព័ន្ធអនឡាញបានរហូតទៅដល់ជាង250ករណីបន្ថែមលើនេះជនសង្ស័យជាង1000នាក់ត្រូវបានបញ្ជូនទៅកាន់តុលាការខណៈដែលជនបរទេសចំនួនជាង1.30000នាក់មាន33សញ្ជាតិផ្សេងគ្នាដែលពាក់ព័ន្ធទៅនឹងសកម្មភាពឆបោកតាមប្រព័ន្ធអនឡាញត្រូវបានបណ្តេញចេញពីកម្ពុជានៅក្នុងសេចក្តីបំភ្លឺរបស់ស្ថានទូតកម្ពុជាប្រចាំប្រទេសជប៉ុនចុះថ្ងៃទី15ឧសភា2026នេះបានលើកឡើងថាវិធានការមិនអត់ឱនក្រោមការដឹកនាំរបស់សម្ដេចធិបតីហ៊ុនម៉ាណែតកំពុងតែបង្ហាញឲ្យពិភពលោកឃើញពីឆន្ទៈមោះមុតរបស់កម្ពុជានៅក្នុងការលុបបំបាត់ឧក្រិដ្ឋកម្មឆ្លងដែននិងពង្រឹងសន្តិសុខសង្គមឲ្យកាន់តែរឹងមាំ។